អារម្មណ៍ឯកោទោះបីជាយើងមិនបាននៅម្នាក់ឯងក៏ដោយសួស្តីបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast របស់យើងនៅរាត្រីនេះខ្ញុំសុជាតាហើយថ្ងៃនេះយើងនឹងជជែកគ្នាអំពីប្រធានបទមួយដែលប៉ះពាល់ដល់បេះដូងមនុស្សជាច្រើនដែលនោះគឺអារម្មណ៍ឯកោទោះបីជាយើងមិនបាននៅម្នាក់ឯងក៏ដោយបាទសួស្តីសុជាតានិងសួស្តីអ្នកស្ដាប់ទាំងអស់គ្នានេះគឺជាប្រធានបទដ៏ស៊ីជម្រៅមួយជឿទេថាមនុស្សជាច្រើនកំពុងអង្គុយនៅក្នុងហាងកាហ្វេដែលមានមនុស្សអ៊ូអរឬសូម្បីតែនៅក្នុងកម្មវិធីជប់លៀងដ៏រីករាយប៉ុន្តែក្នុងចិត្តរបស់ពួកគេបែរជាមានអារម្មណ៍ថាដូចជាកំពុងស្ថិតនៅក្នុងវាលខ្សាច់ដ៏ស្ងប់ស្ងាត់ម្នាក់ឯងទៅវិញពិតណាស់បងសារឿនជួនកាលយើងឆ្ងល់ថាហេតុអ្វីបានជាយើងមានមិត្តភ័ក្តិរាប់រយនាក់ក្នុងបណ្ដាញសង្គមមានមិត្តរួមការងារនៅក្បែរខ្លួនប៉ុន្តែនៅពេលយប់ឡើងយើងនៅតែមានអារម្មណ៍ថាគ្មានអ្នកណាម្នាក់យល់ពីយើងពិតប្រាកដតើមកពីអ្វីទៅបងតាមពិតទៅសុជាតាអារម្មណ៍ឯកោវាមិនមែនមកពីការខ្វះខាតមនុស្សនៅជុំវិញខ្លួននោះទេប៉ុន្តែវាគឺជាការខ្វះខាតការផ្សារភ្ជាប់ខាងវិញ្ញាណឬ emotional connection យើងអាចនិយាយលេងសើចជាមួយគេបានពេញមួយថ្ងៃប៉ុន្តែប្រសិនបើយើងមិនបានចែករំលែកពីទុក្ខកង្វល់ឬភាពពិតប្រាកដខនចិត្តរបស់យើងទេនោះរបងដែលខណ្ឌចែករវាងយើងនិងអ្នកដទៃនឹងនៅតែមានខ្ញុំយល់វាដូចជាយើងកំពុងពាក់មុខរបួសឬពាក់ម៉ាស់សប្បាយរីករាយដើម្បីបង្ហាញពិភពលោកយើងខ្លាចថាប្រសិនបើយើងបង្ហាញភាពទន់ខ្សោយរបស់យើងចេញមកគេនឹងមិនទទួលយើងយេឬគេនឹងមើលងាយយើងចុងក្រោយយើងក៏រើសយកការទុកសោកខឹងចិត្តម្នាក់ឯងត្រឹមត្រូវណាស់ហើយចំណុចសំខាន់មួយទៀតគឺបច្ចេកវិទ្យាយើងចំណាយពេលមើលអេក្រង់ទូរស័ព្ទច្រើនជាងមើលភ្នែកគ្នាយើងឃើញរូបភាពស្អាតៗរបស់មិត្តភ័ក្តិលើ Instagram ហើយយើងចាប់ផ្ដើមប្រៀបធៀបខ្លួនឯងការប្រៀបធៀបនេះហើយដែលធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងនៅដាច់ឆ្ងាយពីគេទោះបីយើងកំពុងចុច like ឲ្យគេក៏ដោយពិតមែនហើយបងការតាក់ទងតាមអ៊ីនធឺណិតវាមិនអាចជំនួសការអូបការកាន់ដៃឬការអង្គុយស្ដាប់គ្នាដោយផ្ទាល់ភ្នែកបានឡើយបងសារឿនតើយើងគួរធ្វើដូចម្តេចដើម្បីរើបំរាស់ចិនពីអារម្មណ៍ឯកោដ៏មហិមានេះជំហានដំបូងគឺយើងត្រូវចេះស្មោះត្រង់ជាមួយខ្លួនឯងសិនទទួលស្គាល់ថាអូខេថ្ងៃនេះខ្ញុំមានអារម្មណ៍ឯកោបន្ទាប់មកព្យាយាមស្វែងរកមនុស្សម្នាក់ដែលយើងទុកចិត្តបំផុតដើម្បីនិយាយពាក្យពិតចេញពីចិត្តវាមិនចាំបាច់ជាពិធីជប់លៀងធំដុំទេគ្រាន់តែការញ៉ាំបបរមួយចានជាមួយមិត្តម្នាក់ដែលព្រមស្ដាប់យើងដោយមិនវិនិច្ឆ័យនោះក៏អាចរំលាយភាពឯកោបានដែរពាក្យថាការស្ដាប់ដោយមិនវិនិច្ឆ័យគឺមានតម្លៃណាស់ពេលខ្លះយើងគ្រាន់តែចង់បានឯណាម្នាក់ដែលអង្គុយក្បែរយើងហើយនិយាយថាខ្ញុំនៅទីនេះជាមួយអ្នកដោយមិនបាច់សួរដេញដោលចរន្តបងសារឿនមានពាក្យពាក្យចុងក្រោយអ្វីសម្រាប់អ្នកដែលកំពុងមានអារម្មណ៍បែបនេះទេបាទចង់ប្រាប់អ្នកស្ដាប់គ្រប់គ្នាថាវាមិនមែនជាកំហុសរបស់អ្នកទេដែលមានអារម្មណ៍បែបនេះអ្នកមិនមែនចម្លែកនោះទេសូមសាកល្បងដកឃ្លាពីពិភព digital ខ្លះហើយចំណាយពេលជាមួយធម្មជាតិឬមនុស្សដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាជាខ្លួនឯងពិតប្រាកដចងចាំថាការមានមិត្តម្នាក់ដែលយល់ចិត្តច្បាស់ជាប្រសើរជាងមានមិត្តរាប់ពាន់នាក់ដែលគ្រាន់តែស្គាល់ឈ្មោះអរគុណបងសារឿនខ្លាំងណាស់សម្រាប់ការចែករំលែកដ៏មានន័យនៅថ្ងៃនេះសង្ឃឹមថាអ្នកស្ដាប់របស់យើងនឹងមានអារម្មណ៍កក់ក្ដៅជាងមុនសូមកុំភ្លេចថែរក្សាបេះដូងខ្លួនឯងផងសម្រាប់រាត្រីនេះពួកយើងទាំងពីរនាក់សូមជម្រាបលាបាទសូមជម្រាបលាហើយគៀនលោកសុភិនឡងគ្រប់គ្នា